ឆាប់ជេរមកតែកុំជេរខ្ញុំអីជេរខ្លួនឯងវិញទៅល្ងងដូចជ្រូកអញ្ចឹងដឹកយន់ក៏នាងជឿដែរយន់នោះគឺខ្ញុំចេះតែគូទេយន់នោះគឺខ្លាញ់ខ្លាញហ៎ចង្រៃយោគ្រួសារគេសុទ្ធតែជាមនុស្សឆ្លាតតកោវ៉ាន់សុទ្ធតែជាមនុស្សល្ងងប្រុសប្រមាណអ្នកនោះសុទ្ធតែគ្មានខួរក្បាលបែរជាដណ្ដឹងប្រពន្ធដូចជ្រូកអញ្ចឹងចេះតែខឹងគ្នាស្អីក៏មិនចេះតកូលវ៉ាន់មានកូនចៅដូចជាពួកនាងនេះពិតជាសួយមែនសួស្ដីស្មារតីពួកឯងមិនអន់ទេបងក៏អញ្ចឹងដែរខ្ញុំធម្មតាទេបាត់ជេបញ្ឆាតមិនដឹងថាយ៉ាងម៉េចទេចេះតែយល់ថាទីនេះមានក្លិនផ្សែងស្អុយនិងមានក្លិនស្អុយញើសប្រហែលមកពីឈិនជាវលួចខ្ជិលមិនសម្អាតឲ្យមើលទេមែនទេអត់ទេអាចមកពីឯងពីតូចធ្លាប់ក្រដល់ពេលមានទៅនៅតែភ្លេចមិនបានទេអាចទៅរួចដែរនេះហៅថាជាស្អីទៅណាស្រមកកុមារភាពវាសនារបស់ខ្ញុំពិតជាលំបាកតាំងពីតូចមកមែនមិនដូចជាពួកបងទេតាំងពីកើតមកក៏កំណត់ថាពាក់ព័ន្ធនឹងបនលបែងនិងកន្លែងកម្មករបាច់លាក់មកជួយសៀវអ៊ីមិនស្រួលខ្លួនណាបើឈឺទៅរកប៉ែតទៅកុំចេះតែបន្លាយពេលអាចនឹងកើតរឿងធំណាហើយមិនអីទេគ្រាន់តែហាត់ឈីធម្មតាទុកថារមាស់ច្រមុះចាតែច្រមុះឯងហើមមុខក៏ក្រហមទៀតអាចនឹងមានជំងឺអីដូចវ៉ាន់នៀនទេដឹងអត់ភ័យបានសំងាត់សុំសរសើរបងថ្លៃធំជាងគេគ្រាន់តែធ្វើពុតសុភាពលោកម្ដាយក្មេងឲ្យសប្បាយចិត្តនេះគឺអស្ចារ្យណាស់ទៅហើយតែពេលអ្នកបងធំបិទទ្វារភ្លាមក៏ខ្លាចជាតោសំឡេងតោស្រែកនោះគ្មានគូស្ត្រីឡើយពូកែថាពួកឯងសុំសរសើរឆាប់បោះបង់ក៏ល្អអស់ចាត្រូវគ្នាមែនចិត្តណាស់សប្បាយចិត្តណាស់អូនសម្លាញ់លោកប្តីហេមិនបងហូបសាច់អស់ហើយគ្រាប់មិនបោះចោលទុកធ្វើថ្នាំពីមុនអូនថារមាស់កយកគ្រាប់អូលីធ្វើថ្នាំផឹកទៅនឹងស្រួលខ្លួនជាងមុនខ្ញុំនិយាយតែម្ដងបងក៏ចាំមែនហើយគ្រប់ម៉ាត់ដែលអូននិយាយបងសុទ្ធតែទុកក្នុងចិត្តអត់ត្រូវហើយម៉ែដាំគ្រាប់ឈូកខ្ញុំឆុងតែស្មៅពិសេសមួយពេងឲ្យបងផឹកដែរមិនអញ្ចឹងបងសាក់មើលទៅអូនពិតជាល្អមែនដឹងថាបងបៀមអូលីវឡើងស្ងួតអណ្ដាតហើយក៏ឆុងតែមកឲ្យបងផឹកត្រូវថែរក្សាឲ្យប្តីខ្ញុំសម្រេចកែប្រែវាសនាធ្វើអីត្រូវគ្រប់រឿងយន់នេះអាចជួយកែប្រែវាសនាបានតែវាមានផលប៉ះពាល់មួយវាអាចធ្វើឲ្យអូនតូចប្តីនាងងាប់1ឆ្នាំជួយណាបងផាអូនធ្វើអីខ្ញុំមកបែងមិញនេះមិនមែនជាតែថ្នាំស្មៅទេជាទឹកយ័ន្តដែលខ្ញុំសុំឲ្យបងទឹកយ័ន្តអីសច្ចាំប្រាប់ថាពេលផឹករួចប្រហែលថ្ងៃក្រោយបងធ្វើអីក៏សម្រេចគ្រាន់តែប្អូនតូចបងអាចនឹងងាប់1ឆ្នាំងាប់1ឆ្នាំផងហ៎ខ្ញុំគ្រាន់តែចង់ជួយដណ្ដើមចានមាសឲ្យបងអញ្ចឹងអូនក៏មិនបាច់ធ្វើបាបបងដែរអត់ទេ1ឆ្នាំប៉ុណ្ណោះ1ឆ្នាំយូរមែនតែមិនងាប់ទេអូនដឹងល្អហើយសំឡាងដែលមិនបានផឹកហេមិនក៏មានគ្រាប់ឈូកកាយគ្រាប់ឈូកច្បាស់ជាមានគ្រាប់ឈូកហើយចង់មិញខ្ញុំផឹកស្អីខ្ញុំផឹកទឹកយ័ន្តសំណាងអូនជាស្រីស្អាតគ្មានអាប់អូនតូចមិនអីទេ
មើលណែ ក្របអីក៏ខ្លាំងអញ្ចឹងមានតំបីមិនដាក់បែរជាដាក់តាមខ្ញុំឯងជាមនុស្សទេ ចាញ់ក៏ជេរគេមិនក៏អញ្ចឹង ឯងលែងចង់រស់ហើយយេ អេឆ្លោះតាមឆ្លោះឲ្យប្រាក់មក គេមិនឲ្យយេ យកឲ្យស្លាប់ទៅ មែនទេន អូ លើក លើក ដា ដែ ច់ ង អូនសម្លាញ់រូបរាងអូនលេងមកជាងមិញនេះពិតជាស្អាតដូចទើបអប្សរមានពន្លឺពេញខ្លួន ឈ្នះជារឿងតូចតាចអ្វីដែលសប្បាយចិត្តគឺនាងល្ងងពីរនាក់នោះចាប់ផ្ដើមជេរខ្ញុំមើលឡើងសប្បាយចិត្តណាស់ ម្យ៉ាងឃើញជូមីងគូគំនូមិនយល់ទេដល់ពេលនោះចានមាសច្បាស់ជារបស់ពួកយើងហើយ អូនយ៉ាងម៉េចនឹងមិនក៏និយាយគ្មានសម្លេងសុកមិនក៏ទៅជាកូនអញ្ចឹងផឹកទឹកហ៎ទឹកយន់បានន័យថាប្រុសផឹកទៅងាប់អូនតូចស្រីផឹកទៅកូនអញ្ចឹងហ៎ប្រពន្ធខ្ញុំផឹកទឹកយន់លោកពេលនេះក៏ហើយមិនក៏អញ្ចឹងទៅវិញ ឧបាសកទីនេះជាកន្លែងព្រះថ្ងៃទី3កុំនិយាយពាក្យមិនល្អឲ្យសោះ មិនខ្វល់ថាថ្ងៃនេះថ្ងៃអីទេត្រូវរយយុត្តិធម៌ឲ្យប្រពន្ធខ្ញុំ អ្នកស្រីយកយន់ថាឲ្យមនុស្សប្រុសផឹកខ្ញុំមិនដឹងថាត្រូវខាងស្រីផឹកវិញទៅ ខ្ញុំមិនខ្វល់យន់គឺលោកគូពេលនេះលោកមិនទទួលស្គាល់ហ៎បានប្រាំមកមិនក៏អញ្ចឹងទៅវិញ កម្លាំងមនុស្សប្រុសខ្លាំងដូច្នេះអូនតូចងាប់ឯស្រីខ្សោយដូច្នេះទើបធ្វើឲ្យបំពង់កខូចសម្លេង ប្រុសអប្អូនតូចងាប់ស្រីខ្លាចជាកចុះពេលណាទើបអាចជាវិញទៅ ឃើញភ្នែកអ្នកស្រីក្រហមមុខមាត់ស្លេកស្លាំងខ្លាចតែចូលដល់ក្នុងខ្លួនកែប្រែមិនបាននោះទេ ជួយមិនបានណាប្រពន្ធខ្ញុំនិយាយមិនបានមួយជីវិតហ៎មិនបានទេអូនយ៉ាងច្រើនខ្ញុំថែមបច្ច័យលោកជាអ្នកចេះដឹងខ្ពស់ខ្ញុំសូមបងលោកច្បាស់ជាមានវិធី នេះជាការពិតឧបាសកទទួលយកការពិតទៅ ការពិតគឺលោកគូយន់ផ្ដេសផ្ដាសធ្វើឲ្យប្រពន្ធខ្ញុំប្រែជាកលោកមានបំណងអីទៅហ៎ អញ្ចឹងត្រូវសួរថាអ្នកស្រីមានបំណងអីវិញថ្ងៃនោះខ្ញុំបានប្រាប់ពីហេតុផលប៉ះពាល់របស់យន់នោះហើយតែអ្នកស្រីព្រមពលីសុខភាពលោកឲ្យខ្ញុំគូលោកថាអ្នកគូអាក្រក់អញ្ចឹងអ្នកទិញរឹតតែអាក្រក់ទៅហើយទៀតលើកនេះអ្នកប្រុសសំណាងល្អកិច្ចផុតគ្រោះថ្នាក់តែអ្នកស្រីបង្ករឿងដោយខ្លួនឯងនេះអាចជាវាសនា អ្នកស្រីតូចទាំង3តកូលវ៉ានពិតជាល្ងងមែនសច្ចាំងឈីងជូគ្រាន់តែនិយាយប្រមាណម៉ាត់សងពួកគេក៏ចាញ់ល្បី អាយ៉ាមកពីពួកយើងសំដែងបានល្អដែរនឹងណាឮថាអ្នកស្រីតូចទី2និងទី3យប់នេះតរសច្ចាំងតរគាត់ដល់កន្លែងតែម្ដងបើមានស្រីល្ងងអញ្ចឹងប្រហែលអ្នកទៀតពួកយើងនឹងឆាប់ទិញបានដីស្រែសោយសុកហើយ មែនហើយសប្បាយចិត្តណាស់ ខ្ញុំនឹងឲ្យស្រីចង្រៃនោះសងមកវិញ ចាំមើលថាចាត់ការស្រីម្នាក់នោះយ៉ាងម៉េចចាប់ហើយណី ចាប់ហើយយេ យល់ថាខ្លួនឯងគួរឲ្យស្រឡាញ់ណាស់ហី ចឹងម៉េចចង់មកនិយាយដោយពួកប្រុសដែរហ៎មិនបាច់លេងល្បិចនៅទីនេះទេពួកខ្ញុំមិនអាចជេរបងទៀតឡើយ លេងមកយ៉ាងមិនត្រូវបងបោកហើយខ្ញុំមិនអាចចាញ់ល្បិចបងបាន ក្រុ ឡើ ម យ នៅមុខគេប៉ុណ្ណឹងកុំស្មានថាខ្លួនឯងឈ្នះគេមែនតែនអី ថ្ងៃទី3មិនទាន់ចាប់ទេនៅសល់មួយយប់ទៀត ចូលមក បងធំខ្ញុំយកផ្លែប៉ាសៀនមកឲ្យអ្នកបងហូប ខ្ញុំចូលត្របែកមក គួសមម្លេះឲ្យលៀងឈិននឹងមិនជាងយកមកបានហើយ ជិញ្ជឿថាទាំងនេះសុទ្ធតែជាថ្នាំល្អឲ្យខ្ញុំយកមកទើបទុកចិត្ត ស៊ីឲ្យខ្ញុំមើលភ្លើងដាក់ផ្ទាល់ទៀត ជាកំណត់បងខ្លាយទី2និងទី3ហ៎ មែនហើយពួកគេថាឃើញអ្នកបងធំអញ្ចឹងមិនស្ងប់ចិត្តទេ ម្ចាំងក៏រីចិត្តដែរដូច្នេះក៏ចាត់ឲ្យពួកខ្ញុំយកមកជំនួស និយាយត្រង់ចុះខ្ញុំស្មានថាពួកគេឃើញអាជីវអញ្ចឹងនឹងសប្បាយចិត្ត ហើយស៊ីអ៊ីមាត់កំបិតចិត្តតៅហ៊ូ ជិញ្ជឿមករឹងតែចិត្តទុន គ្រប់គ្នាឆ្លោះគ្នាដោយសារតែចានមាសធំមិនអញ្ចឹងពួកយើងជួយគ្នាទៅវិញទៅមកហើយ អបសុកចង់លេង លេងហ៊ី អើ លេង មក ហ៊ី មែនហើយរំ ត្រូវអំពើគេ បាច់ថៃជី លេងល្បែង វាយគ្នា មិនត្រូវទេ ចេញក្រៅ ចេញក្រៅលេងចេញក្រៅលេង មែន ក្រៅ ហើយ លេងស្បាយជាង អ្នកស្រីតូចទី1ប្រយ័ត្នផងកុំបុកត្រូវអ្នកនាង យ៉ាមានរឿងអីនិយាយប្រាប់តាមស្រួលអូគេលឺស្រីពីរនាក់នោះនិយាយថាសច្ចាំងឈិនជូនោះធ្វើខ្មោចព្រាយ
អាយ៉ាជីងជឿនឹងសៀវអ៊ីយកមាសប្រាក់ជាច្រើនឲ្យគេដើម្បីធ្វើពិធីអាយ៉ាច្បាស់ជាត្រូវគេបោកអស់ប្រាក់ច្រើនណាស់អាយ៉ាគេបារម្ភខ្លាំងណាស់មិនដឹងថាធ្វើយ៉ាងម៉េចខ្លាចពួកគេមានគ្រោះថ្នាក់តែមនុស្សល្ងង3នាក់នេះប្រាប់យ៉ាងម៉េចក៏មិនយល់ដែរអាយ៉ាចំមែនហើយធ្វើស្អីនៅលេងដាណាទៀតរឿងធ្ងន់ធ្ងរណាស់ឆាប់តែប្រាប់ជឺមិញទៅខ្ញុំម៉ែ ឯណែពួកឯង3នាក់ឆាប់ទៅរកជីងជឺនឹងសៀវអ៊ីទៅអើពូកែណាស់មែនទេចិញ្ជឺ ស៊ី ចិញ្ជឺ ស៊ី ចិញ្ជឺ ស៊ី ចិញ្ជឺ ហើយមានមនុស្សល្ងង2នាក់ទៀតហើយពិតជាល្អមែន ពួកនាងទាំងពីរនាក់ដើរស្ងៀមទៅអ្នកដែលត្រូវខ្ញុំចាប់ខ្លួនមិនអាចរត់រួចខ្លួនបានឡើយច្រើនលើកអញ្ចឹងទំនិញលើកនេះគឺល្អជាងគេពិតជាអ្នកស្រីតូចតកូលវ៉ាន់មែនជេមកឆាប់ជេមកតែកុំជេខ្ញុំអីជេខ្លួនឯងវិញទៅល្ងងដូចជ្រូកអញ្ចឹងដឹកយន់ក៏នាងជឿដែរយន់នោះគឺខ្ញុំចេះតែគូទេយន់នោះគឺខ្លាញ់ខ្លាយហ៎ចង្រៃយ៉ង គ្រួសារគេសុទ្ធតែជាមនុស្សឆ្លាតតកោវ៉ាន់សុទ្ធតែជាមនុស្សល្ងងប្រុសប្រមាណអ្នកនោះសុទ្ធតែគ្មានខួរក្បាលបែរជាដណ្ដឹងប្រពន្ធដូចជ្រូកអញ្ចឹងចេះតែខឹងគ្នាស្អីក៏មិនចេះតកូលវ៉ាន់មានកូនចៅដូចជាពួកនាងនេះពិតជាសួយមែនជាពិសេសអ្នកប្រុសធំវ៉ាន់សួយនោះឃើញប្រពន្ធគេភ្លាមក៏រត់មកអង្វរខ្ញុំផ្លែតលុតជង្គង់ទៀតផងពួកនាងថាតែមើលពិបាកមើលទេខ្ញុំគ្មានពេលឡើយមិនអញ្ចឹងនឹងកំដរពួកគេលេងតាមសម្រួលប្រុសសបាយលេងប៉ុណ្ណាក៏មិនសបាយលេងស្មើស្រីដែ អាច រ ចង្រៃពួកគេ2នាក់ក៏ឯងហ៊ានប៉ះឯងរត់ចិត្តដែរសៀវអ៊ីជីងជឺកុំខ្លាចណែបើឆ្លាតលេងមនុស្សហើយក៏ចាញ់ទៅ មិនក៏នាងអាចនិយាយបានវិញចឹង មែនហើយខ្ញុំនិយាយបានវិញហើយយំនោះគឺខ្លាញ់ខ្លាយផលប៉ះពាល់ក៏ខ្លាញ់ខ្លាយដែរខ្ញុំមិនបានកោទេលោកជាសចាំងដើរបោកគេបោកក្មេងចាស់ប្រុសស្រីឥតគេខ្មាស់នៅចាប់ចង់គេទៀតពិតជាអាក្រក់មែនលោកជាមនុស្សថោកទាបទេវតានឹងបារាមុខ បានហើយខ្ញុំដឹងថានាងពិតជានិយាយបានមែនហើយចោះពេលនេះនាងចង់យ៉ាងម៉េច មានប្រាក់កែកងឆាប់សងវិញទាំងអស់មក បាន